មហាសង្ក្រាន្តឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026មហាសករាជ1948ចលសករាជ1388សុភមស្តវរៈមង្គលាជ័យយាតិរិទ្ធព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2569ត្រឹមថ្ងៃសុក្រ15កើតខែពិសាខលុះដល់ថ្ងៃសៅរ៍1រោចខែពិសាខឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570និងកណនីឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង10:48នាទីព្រឹកពេលនោះព្រះអាទិត្យចេញពីមញរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរាជសាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌ខ្មៅលំអរនៅព្រះការដោយសិទ្ធឈូសអភរណៈកាយមនោរាផសហាទ្រង់លោហិតឈាមព្រះហស្តស្ដាំទ្រង់ធ្នូព្រះហស្តឆ្វេងទ្រង់ត្រីសូលទ្រង់គង់ឈរបើកប្រណិតលើខ្នងមេណូមៃសេះជាមគ្គពីហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មមេលីនាទីភ្នំកៃឡាស់ខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រតិសិនក្នុងព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់កុឧសភរិទ្ធទាំង7ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្តបងអបមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសុស្ដីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ
ភមស្តកវរៈមង្គលាជ័យយតិរិកព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2569ត្រឹមថ្ងៃសុក្រ15កើតខែពិសាខលុះដល់ថ្ងៃសៅរ៍1រោចខែពិសាខឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570និងកណនាឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង10:48នាទីព្រឹកពេលនោះព្រះអាទិត្យចេញពីមនៈរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគនីយិកាព្រះនាមរាជសាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌ខ្មៅលំអរនៅព្រះការដោយសៀតឈូកអភរណៈកាយមនោរាផសហាទ្រង់លោហិតឈាមព្រះហស្តស្ដាំទ្រង់ធ្នូព្រះហស្តឆ្វេងទ្រង់ត្រីសូលទ្រង់គង់ឈរបើកប្រណិតលើខ្នងមេណូមៃសេះជាមគ្គពីហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដហោះទៅកាន់គុហាកែវធម្មមេលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់កុឧសព្រិតទាំង7ត្រជាក់ខ្សែនខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមមនុស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្តបងអពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសុស្ដីជ័យមង្គលជន្មាយុយិនយូដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខខ្សែនខ្សានតរៀងទៅទី3នៃកបិលមហាព្រហ្មបានយាងចូលមកដល់ហើយ
ផុតដីក្រោមការគ្រប់គ្រងថែរក្សាភពផែនដីរបស់ម្ចាស់បងតើប្រជានារីទាំងអស់បានសុខកាយសប្បាយចិត្តយ៉ាងណាដែរទៅក្រទូលម្ចាស់អូនដោយអន្លើនៃការងារកសាងសង្គមប្រជានារីទាំងអស់បានសុខកាយសប្បាយចិត្តណាស់ទាំងការហូបចុកទាំងការស្លៀកពាក់សមរម្យទៅតាមប្រពៃណីជាតិជួយកសាងមាតុភូមិឲ្យរីកចម្រើនទៅមុខជាលំដាប់និងរួបរวมគ្នាយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការក្នុងសង្គមជាតិរបស់គេផងណាម្ចាស់អូនទេវតាឆ្នាំចាស់សូមក្រាបទូលថ្វាយដំណឹងដល់ទេពនិករនិងប្រជានុរាស្ត្រទាំងអស់ឲ្យបានជ្រាបថាព្រះរាជពិធីផ្ទេរតំណែងថ្វាយទេវតាឆ្នាំថ្មីត្រូវប្រពធ្វើនៅពេលនេះហើយបបិទ្ធព្រះនាងឆ្នាំចាស់កន្លងផុតទៅប្រជានុរាស្ត្រក្នុងដែនចម្ពោះទ្វីបទាំងមូលមានសេចក្តីសុខសប្បាយជាធម្មតាដោយឡែកព្រះរាជាណាចក្រកម្ពុជាបានទទួលនៅសុខសន្តិភាពនិងការរីកចម្រើនគ្រប់វិស័យអំណះពីពេលនេះឆ្នាំនេះតទៅទេវតាឆ្នាំថ្មីពិតជាប្រកាន់យកបានរក្សាសុខបាននៅសច្ចធម៌និងសន្តិភាពជូនប្រជានុរាស្ត្របរាភរៀងទៅបានពិតប្រកបជាមិនខានសូមឆ្នាំថ្មីចិត្តថ្មីគំនិតថ្មីកើតមាននៅក្នុងសន្តានចិត្តកលបុត្រកលធីតាខ្មែរគ្រប់រូបដើម្បីចាប់ដៃរួមសាមគ្គីពួតដៃគ្នារុញច្រាននាវាកម្ពុជាឆ្លងកាត់រលកធំធ្វើដំណើរឆ្ពោះទៅកាន់ត្រើយសន្តិភាពនិងសុភមង្គលវិបុលសុខមហាប្រសើរថ្លៃថ្លារៀងរៀបតទៅយើងទេវតាឆ្នាំថ្មីព្រះនាមរក្សាទេវីជាបុត្រីទី3របស់ចក្របលមហាព្រំសូមប្រកាសទទួលតំណែងគ្រប់គ្រងភពផែនដីបន្តវេនពីទេវតាឆ្នាំចាស់ចាប់ពីពេលនេះតទៅហើយហើយសាធុជនទាំងឡាយអស់រយៈពេល3ថ្ងៃ3យប់នេះនឹងតទៅទៀតចូលអ្នកខិតខំសន្សំកុសលជំរះមន្ទិលសៅម៉ងទាំងឡាយអត់តាំងចិត្តប្រាកដជាយាមរក្សាសិលវាចាក់ឲ្យអស់នៅចិត្តលោភៈទោសៈមោហៈនិងអស្មេមីនៈក្នុងខ្លួនឲ្យប្រព្រឹត្តតែអំពើណាដែលពោពេញទៅដោយគុណធម៌សិលធម៌សច្ចធម៌ព្រមទាំងព្រំវិហារធម៌ក្នុងចិត្តគឺមេត្តាករុណាមុទិតានិងឧបេក្ខាជានិច្ចរួមជាមួយនឹងសតិបញ្ញា
មារតីវាងវៃឈានទៅកាន់ភាពសម្បូររុងរឿងទទួលអំណរឆ្នាំថ្មីនេះយើងនឹងទេវតាឆ្នាំថ្មីសូមប្រទានពរជ័យសិរីមង្គលទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់មនុស្សលោកទូទាំងដែនសកូទ្វីបទាំងមូលសូមឲ្យព្រះរាជាណាចក្រកម្ពុជាបានចម្រើនលូតលាស់កើនកើតលើទឹកដីអង្គរដ៏ប្រសើរបវរបានសុខសេមសានកូនខ្មែររស់នៅសុខដុមរមនាសាមគ្គីរឹងមាំនៅគ្រប់គ្រឹះស្ថាននៃមជ្ឈដ្ឋាននានាសុខសាន្តតទៅអោព្រះរាជពិធីទេតំណែងថ្វាយម្ចាស់អូនបានចុះសពគ្រប់អស់ហើយសូមម្ចាស់អូនគង់នៅឲ្យបានសុខនិងជួយថែរក្សាមនុស្សលោកក្នុងចម្ពោះទ្វីបនិងព្រះរាជាណាចក្រកម្ពុជាឲ្យបានសុខដុមរមនាត្រជាក់ត្រជុំសប្បុរសប្បាយរួចផុតពីទុក្ខសោករោគភ័យជានិច្ចដរាព្រៀងទៅណាម្ចាស់អូនម្ចាស់បងសូមម្ចាស់បងទុកព្រះរាជហឫទ័យលើអូនចាស់អូននឹងបន្តភារកិច្ចពីម្ចាស់បងហើយប្រឹងប្រែងបង្កើនការរីកចម្រើនលើភារកិច្ចទាំងអស់ឲ្យបានរីកចម្រើនថែមទៀតដើម្បីឲ្យកាន់តែសម្បូរ